អ្នកដែលមានសិល5ឈ្មោះតែមនុស្សស្ងប់កាយវាចាចិត្តស្ងប់អត់ធ្វើអំពើបាបទេកាយវាចាស្ងប់នេះឈ្មោះថាសន្តិភាពកាយវាចាខ្លួនវិញសន្តិភាពស្ងប់ស្ងៀមមួយថ្ងៃដែលមានសិលប្រសើរជាងការដែលយើងរស់នៅអស់រួយនៃឆ្នាំដែលអត់សិលហើយដល់តែមានជំងឺរោគគាដាស់តឿនចឹងទៅចិត្តតែខំប្រឹងណាពីព្រោះជីវិតមួយថ្ងៃហ្នឹងឃើញសំខាន់សម្រាប់ខ្លួនឯងក្នុងការជួយខ្លួនឯងចឹងប៉ុណ្ណាដល់អញ្ចឹងដើម្បីជួយខ្លួនឯងហ្នឹងអត់មាននៅលើអ្វីដទៃក្រៅពីកុសលធម៌ទេដៃជើងក្បាលមុខមាត់អីហ្នឹងគ្រាន់តែជាឧបករណ៍ប្រើប្រាស់ទេសំខាន់គឺកុសលចិត្តចឹងប្រើដៃជើងប្រើចិត្តគំនិតគិតឲ្យបានត្រឹមត្រូវពាក្យសម្ដីគឺចេញមកផ្លូវណាឲ្យសម្រេចជាបុណ្យកុសលសន្សំក្នុងហប្រតិក្នុងចិត្តសន្តានដើម្បីជួយខ្លួនឯងក្នុងវាលវត្តសង្សារនេះមិនមានការបានអ្វីទាំងអស់ឲ្យដូចជាការដែលបានជួយខ្លួនឯងនឹងឲ្យរួចផុតចាកទុក្ខទៅណា